ខ្លាចតាពីព្រោះមេរោគអេដវានៅតែមានតែបើខ្ញុំអត់ការពារប្រកាសជាចាប់ហ្មងខ្ញុំឈ្មោះច័ន្ទសីតាខ្ញុំធ្វើការក្នុងវិស័យកំសាន្តពេលរាត្រីជាង5ឆ្នាំហើយធ្វើការក្នុងវិស័យនេះប្រឈមច្រើនហើយដៃគូបែបណាក៏ខ្ញុំធ្លាប់ជួបដែរហើយរឿងដែលខ្លាចបំផុតនោះគឺខ្លាចឆ្លងមេរោគអេដនិងកាមរោគភ្ញៀវភាគច្រើនគាត់មិនចង់ប្រើស្រាមអនាម័យទេព្រោះគាត់ចូលចិត្តបែបធម្មជាតិអញ្ចឹងហើយខ្លួនខ្ញុំរៀងមានការពិបាកខ្លាំងព្រោះបើចរចាច្រើនភ្ញៀវគាត់មិនសប្បាយចិត្តទេហើយក៏ដើរចេញចោលយើងតែម្ដងអញ្ចឹងដើម្បីការពារកុំឲ្យឆ្លងមេរោគអេដខ្ញុំឃើញគេផ្សព្វផ្សាយពីព្រឹបកងជាកងដាក់នៅក្នុងទ្វារមាសបង្ការមេរោគអេដហើយខ្ញុំក៏សម្រេចចិត្តសាកប្រើពេលដែលខ្ញុំប្រើហើយស្រួលហើយក៏ដូចអត់មានអារម្មណ៍ថាយើងកំពុងដាក់កងនៅក្នុងខ្លួនយើងអញ្ចឹងគឺស្រួលអញ្ចឹងហ្មងជាក់ស្ដែងប្រើព្រឹបកងផ្ដល់ភាពងាយស្រួលច្រើនមែនទែនដូចជាភាគច្រើនដៃគូរបស់ខ្ញុំគាត់មិនចង់ប្រើស្រោមអនាម័យនោះទេតែសម្រាប់ខ្ញុំវិញគឺមានជំរើសនិងមានសិទ្ធិអំណាចលើខ្លួនឯងខ្ញុំចង់បង្ការខ្លួនខ្ញុំកុំឲ្យឆ្លងមេរោគអេដដោយមិនចាំបាច់សុំការអនុញ្ញាតពីដៃគូរបស់ខ្ញុំទេឥឡូវខ្ញុំបានមកប្រើព្រឹបកងវិញហើយព្រោះងាយស្រួលដាក់នឹងដូរដោយខ្លួនឯងប្រសិទ្ធភាពការពារចិត្តមួយខែនោះអញ្ចឹងខ្ញុំអត់មានអីត្រូវខ្វល់ច្រើននោះទេចំពោះអារម្មណ៍វិញគឺធម្មតាដោយអត់មានអីដាក់នៅក្នុងខ្លួនផងអ្វីដែលសំខាន់គឺសេវាព្រឹបកងផ្ដល់ឲ្យ free ដោយមិនគិតលុយអញ្ចឹងហើយខ្ញុំសូមណែនាំលើកទឹកចិត្តដល់បងប្អូនស្រីៗទាំងអស់ថាឥឡូវយើងមានជម្រើសច្រើននៅក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស្រុកខ្មែរយើងឥឡូវទំនើបណាស់គេមានស្រោមអនាម័យព្រឹបគ្រាប់ព្រឹបចាក់ហើយនឹងព្រឹបកងអញ្ចឹងហើយយើងមានជម្រើសច្រើនណាស់សម្រាប់ខ្ញុំជ្រើសរើសយកព្រឹបកងហើយគិតថាមួយណាស្រួលជាងសម្រាប់បងប្អូនស្រីៗយើងរើសយកមួយហ្នឹងទៅអ្នកអាចស្វែងរកសេវាព្រឹបកងបានដោយមិនគិតថ្លៃនិងរហ័សនៅទីតាំងខាងក្រោមនេះ